សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពីចម្ងាយស្មើនេះអ្នកទាំងអស់គ្នាសម្រាប់ពីកិច្ចការងារហើយឬនៅបាទថ្ងៃនេះដែរខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាផ្លូវនៅក្នុងប្រទេសជប៉ុនបាទហើយផ្លូវនេះគឺឡើងទៅខ្យូតូនិងអូសាកាដោយចំណាយពេលដោយការជិះឡានឬជិះរថភ្លើងនឹងមានរយៈពេលពី2ម៉ោងទៅ2ម៉ោងកន្លះបាទហើយទេសភាពនៅតាមដងផ្លូវគឺមានសភាពស្រស់ស្អាតបាទគឺគ្មានសម្រាមដូចនៅក្នុងប្រទេសយើងទេបាទដោយសារតែប្រជាជននៅក្នុងប្រទេសជប៉ុនគេមានចំណេះដឹងហើយនឹងគេគោរពច្បាប់ហើយមួយទៀតគេស្រឡាញ់អនាម័យបរិស្ថានល្អការរស់នៅអញ្ចឹងហើយបានតាមដងផ្លូវសាធារណៈនានានៅក្នុងប្រទេសជប៉ុនហ្នឹងគឺមានសភាពស្រស់ស្អាតបាទហើយ